ជីវិតជោគជ័យរបស់លោកអ៊ីលុនម៉ាស់តើអ្នកធ្លាប់សួរទេថាមនុស្សម្នាក់ដែលអាចក្លាយទៅជាមហាសេដ្ឋីលេខ1នៅលើពិភពលោកដោយចាប់ផ្ដើមពីក្មេងធម្មតានេះគឺជារឿងពិតរបស់លោកអ៊ីលុនម៉ាស់ We'd won a $1.5 billion contract. And I couldn't even hold the phone. It's like, I just blurted out, I love you guys. They saved you. Yeah, they did. Financially and maybe even emotionally. I'll tell you what, that was definitely helpful. Yeah. That's the universe telling you to keep fighting no matter how bleak it gets. ប្រវត្តិគ្រួសាររបស់លោកអ៊ីលុនម៉ាស់លោកអ៊ីលុនម៉ាស់កើតនៅឆ្នាំ1971នៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូងឪពុករបស់គាត់គឺជាវិស្វកររីឯអ្នកម្ដាយគឺជា model និងគឺជាអាហារូបត្ថម្ភរបស់គាត់ផងដែរគាត់មានកុមារភាពមិនងាយស្រួលនោះទេគាត់ជួបការលំបាកនៅក្នុងគ្រួសារជានិច្ចលោកអ៊ីលុនម៉ាស់ទោះបីជាគាត់មកពីគ្រួសារដែលមានការអប់រំល្អប៉ុន្តែជីវិតគាត់មិនមែនងាយស្រួលនោះឡើយសម្រាប់វ័យក្មេងនិងការសិក្សាលោកអ៊ីលុនម៉ាស់នៅអាយុ12ឆ្នាំគាត់បានបង្កើតហ្គេមនិងបានលក់បានលុយចំនួន$500បានទៅសិក្សានៅប្រទេសកាណាដានិងបន្តទៅអាមេរិកសម្រាប់ផ្នែកសិក្សា Basic និង Economic គឺគាត់បានចូលរួមសិក្សាផងដែរចំណង់ចំណូលចិត្តលើបច្ចេកវិទ្យាគឺជាគន្លឹះដំបូងនៃភាពជោគជ័យរបស់គាត់បានចាប់ផ្ដើមអាជីវកម្មដំបូងគឺជា Zip2 ហើយបានលក់បានលុយរាប់លានដុល្លារបន្ទាប់មកគាត់បង្កើត X.com ដែលคล้ายទៅជាក្រុមហ៊ុន PayPal នាពេលបច្ចុប្បន្ននៅឆ្នាំ2002 PayPal ត្រូវបានលក់ចេញទៅឲ្យក្រុមហ៊ុន eBay ដោយតម្លៃប្រមាណជាង $1.5 ពាន់លានប៉ុន្តែលោកអ៊ីលុនម៉ាស់មិនឈប់នោះឡើយគាត់បានបង្កើត SpaceX ជាមួយនឹងគោលបំណងធ្វើដំណើរទៅភពអង្គារហើយបានចូលរួមជាមួយនឹង Tesla ធ្វើឲ្យឡានអគ្គិសនីក្លាយទៅជាឡានអនាគតដែលគាត់បានបង្កើតផងដែរទ្រព្យសម្បត្តិរបស់លោកអ៊ីលុនម៉ាស់បានកើនឡើងដល់ប្រមាណជាង$200 ពាន់លានភាគច្រើនគឺមកពីក្រុមហ៊ុន Tesla និង SpaceX ប៉ុន្តែគាត់មិនចំណាយជីវិតប្រណិតនោះទេគឺគាត់វិនិយោគនៅក្នុងពេលអនាគតបន្តទៀត I'm actually pretty optimistic about the next 4 or 5 years. I think we have the potential for a golden age. It's very important to get rid of the mountain of regulations that are holding things back. And I don't mean there's some good regulations, but there's just so much that we just can't get anything done. I think AI and robotics is going to lead to a higher standard of living for people beyond what they can imagine. So I think we're going to have AI doctors in medicine that are pretty incredible. Optimism is good, but let's be real, the regulatory state is killing innovation. We need to slash red tape and dismantle the bureaucratic swamp to unleash the potential of AI and robotics. ខ្លាយទៅជាមហាសេដ្ឋីលេខ1លោកអ៊ីលុនម៉ាស់បង្ហាញថាក្តីសុបិនគឺនឹងអាចខ្លាយទៅជាការពិតតើអ្នកត្រៀមខ្លួនហើយឬនៅដោយការបង្កើតក្រុមហ៊ុន X.com ដែលបន្ទាប់មកក៏ក្លាយទៅជា PayPal ក៏បានលក់ទៅឲ្យ eBay ដោយតម្លៃប្រមាណជាង$1.5 ពាន់លានការឡើងដ៏កំពូលនេះគឺធ្វើឲ្យលោកអ៊ីលុនម៉ាស់ចាប់ផ្ដើមអាជីវកម្មយ៉ាងងាយស្រួលការបង្កើត SpaceX ដើម្បីធ្វើអវកាសឲ្យមានតម្លៃថោកគឺជាការចូលរួមជាមួយនឹង Tesla និងធ្វើឲ្យវាក្លាយទៅជាក្រុមហ៊ុនឡានអគ្គិសនីដ៏ធំនៅទ្វីបអឺរ៉ុបហើយក៏អាចក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងចំណោមមហាសេដ្ឋីគាត់គឺជាក្មេងប្រុសម្នាក់ដែលកើតនៅទ្វីបអាហ្វ្រិកខាងត្បូងហើយមកដល់ពេលនេះគាត់បានក្លាយទៅជាមហាសេដ្ឋីលេខ1នៅលើពិភពលោកអ៊ីលុនម៉ាស់បានបង្ហាញថាក្តីសុបិនគឺអាចក្លាយទៅជាការពិតតើលោកអ្នកយល់យ៉ាងណាចំពោះពាក្យសម្ដីរបស់លោកអ៊ីលុនម៉ាស់ដែលគាត់បាននិយាយរៀបរាប់
និងគឺជាចំណុច In ចាប់ផ្ដើមនៃ 2008, ការធ្វើ the អាជីវ rocket កម្ម company is របស់ not លោក going នេះ well. You've No. had 3 failures. Great. The car company is hemorrhaging money. Yeah. And the American economy has tanked in the worst recession since the Great Depression. Right. What was that year like for you? And I'm getting divorced, by the way. To add to that, that was definitely the worst year of my life, and I never thought I was someone who could ever be capable of a nervous breakdown. But I felt this was the closest I've ever come. NASA called and told us that we'd won a $1.5 billion contract, and I couldn't even hold the phone. It's like I just blurted out, "I love you guys." They saved you Yeah, they did. financially and maybe even emotionally. I'll tell you what, that was definitely helpful. Yeah. That's the universe telling you to keep fighting no matter how bleak it gets.